ហេតុអ្វីបានជាមិនមានសត្វណាមួយហ៊ានមករញ៉េរញ៉ៃជាមួយនឹងសត្វ Capybara ជួបជាមួយសត្វ Capybara សត្វដែលលយបំផុតមួយនៅលើភពផែនដីស្រមៃមើលសត្វរាងដូចដំឡូងបារាំងទម្ងន់60គីឡូក្រាមនេះដើរចូលទៅក្នុងស្រះដែលហុំព័ទ្ធដោយសត្វក្រពើជាង100ក្បាលហើយមិនមានក្រពើមួយណាហ៊ានប៉ះវានោះឡើយគ្មានភាពភ័យខ្លាចនិងគ្មានភាពភ័យស្លន់ស្លោសត្វក្រពើវាអាចនឹងចាប់សត្វស្លាបឬអ្វីៗទាំងអស់ដែលធ្វើចលនាប៉ុន្តែនៅពេលសត្វ Capybara ដើរលេងពួកវាធ្វើដូចជាមេរបស់វាអ្នកវិទ្យាសាស្ត្របានហៅបែបនេះថាជាការអត់ឱនរវាងប្រភេទសត្វប៉ុន្តែនិយាយដោយស្មោះត្រង់វាមើលទៅដូចជាមិត្តភាពសកលសត្វស្វាសត្វទាសត្វអណ្ដើកឆ្មាឬសូម្បីតែសត្វមាំងសាសីដ៏គ្រោះថ្នាក់មួយចំនួនពួកវាទាំងអស់ដើរលេងជាមួយនឹងសត្វ Capybara ពួកវាធ្វើដូចជាមិនមានអ្វីធំដុំឡើយហើយក៏គ្មាននរណាម្នាក់ដឹងច្បាស់ពីមូលហេតុនោះដែរពួកវាមិនខំគ្នាមិនរត់ដេញគ្នាហើយក៏មិនមានការឆ្លុះគ្នាឬភាពតានតឹងឡើយពួកគេរស់នៅដោយភាពសុខសាន្តនៅក្នុងពិភពលោកមួយដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃប្រហែលជាសត្វ Capybara បានរកឃើញវាហើយស្ងប់ស្ងាត់មានចិត្តល្អធ្វើដោយ Capybaraសូមណែនាំផលិតផលកូរ៉េដែលមានគុណភាពនិងសុវត្ថិភាពក្នុងការប្រើប្រាស់សម្រាប់ទារកនិងកុមារ MySD ឈុតថែរក្សាស្បែកមុខ MySD ដែលមានហ្វូមលាងមុខម្សៅផាត់ការពារកម្ដៅថ្ងៃលេបផ្ដល់សំណើមនិងម៉ាស់បិទមុខលោកអ្នកអាចរកទិញបាននៅតាមឱសថស្ថាន Baby Shop, Mart និងហាងលក់ទំនិញទូទាំងប្រទេសកម្ពុជា